Contact Bopha Foundation. Oh. Yeah. This is the good intention of the government to help Contact Bopha. And together with the Contact Bopha Foundation Swiss together. Yeah. Corporation. Yeah, corporation. ហើយការចំណាយសឹងតែ50-50 Yeah. Okay. And here this foundation is we collected the money from the local donation. Okay, got it. Yeah. Outside, just come here. Mostly are the premature baby, low weight, to Yeah. this that small tiny baby just born with only 1 kilo. 1 kilo. Yeah, 1 kilo, very small. Yeah, yeah. ពីម្សិលមិញបងណយធ្វើការរៀងហត់បន្តិចហើយហត់ហ្នឹងមានហត់អីទេគឺថាហត់នឹងប្រាំងផ្ទៀងស្ដាប់គេជជែកគ្នាជាភាសាអង់គ្លេសហ្នឹងខ្ញុំស្ដាប់បានមួយម៉ាត់មួយម៉ាត់ដែរតើបងប្អូនខ្ញុំមិនមែននេះណាមិនមែនក្តាន់មិនមែនបកងណាអតីតនេះតើធ្លាប់ជាគ្រូបរិញ្ញាភាសាអង់គ្លេសឯកជនដែរតើកាលនោះនៅព្រៃវែងនៅក្រុងព្រៃវែងហ្នឹងសាលាខេមរៈបុត្រកាលនោះសាលាល្បីខ្ញុំទៅបរិញ្ញាបានណាដូចជាមួយអាទិត្យទៅបរិញ្ញាទៅកូនគេអ្នកខេត្តអ្នកក្រុងនោះបរិញ្ញាកូនសិស្សចង់ចេះជាងគ្រូខ្ញុំក៏សុំនេះទៅសុំគេរីសាញហើយពីម្សិលមិញខ្ញុំបានទៅចូលរួមជាមួយនឹងលោកស្រីស៊ូសុភានិង Mr. K ដែលគាត់បាននាំយកថវិកាលុយចំណងដៃរបស់គាត់ទៅចូលរួមជួយមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញយើងហ្នឹងចំនួន$12,000ហើយថ្ងៃទី20ប្រហែលថ្ងៃទីហ្នឹងគាត់នឹងយក$12,000ទៅចូលរួមជួយមន្ទីរពេទ្យកុមារអង្គរនៅខាងសៀមរាបថ្ងៃទី20ហ្នឹងឃើញចឹងគឺថាត្រេកអរក៏ដូចជាកោតសរសើរគាត់បងប្អូនហើយក៏រំភើបជំនួសមន្ទីរពេទ្យក៏ដូចជាពុកម៉ែបងប្អូនដែលជានេះម៉ែឪក្មេងៗទៅដល់មន្ទីរពេទ្យបងប្អូនគឺថាស្រីវខ្លួនតែម្ដងគឺថាកូនគេកូនយើងក្មួយគេក្មួយយើងចៅគេចៅយើងម៉ូតអាម៉េចក៏មានដែរអើយខាងក្រោយខ្នងពួកខ្ញុំនោះពួកខ្ញុំមិនហ៊ានថតពួកគាត់ទេក្មេងៗនៅរោងចាំឡើងកោតែម្ដងបងប្អូនហើយនេះលោកគ្រូពេទ្យគាត់នាំដើរមើលតាមអាគារមានអាកម្រិតស្រាកម្រិតធ្ងន់មានអាក្មេងៗទីរក់កើតមកភ្លាមមកពេទ្យភ្លាមអើយនៅក្នុងកែវម៉ូតអាម៉េចក៏មានដែរអើយចឹងបានថាសូមឲ្យសពរសជនអ្នកមានទ្រព្យធននៅស្រុកខ្មែរគឺថាចូលរួមជួយទៅលោកអើយក្មេងៗគឺថាភាកច្រើនគឺថាសត្វតែម៉ែឪខ្វះខាតមកពីគ្រប់ខេត្តនៅពេលដែលកូនឈឺកូនមានបញ្ហាកូនគ្រោះថ្នាក់តូចហ្នឹងគឺថាអត់មានអីរំពឹងទេគឺថាឲ្យតែមានសហុយឡានមកគឺថារស់ហើយឲ្យតែមកដល់មន្ទីរពេទ្យគន្ធបុប្ផាគឺថាគាត់សង្ឃឹមថាកូនគាត់រស់ហើយមានតែសហុយឡានឲ្យតែដល់ពេញមកគាត់ដឹងថាសង្ឃឹមថាកូនគាត់រស់ហើយអញ្ចឹងគឺថាអ្នកដែលជួយមន្ទីរពេទ្យគន្ធបុប្ផាគឺថាដូចជួយក្រុមគ្រូសាអ្នកខ្វះខាតនៅគ្រប់បណ្ដាខេត្តទូទាំងប្រទេសអញ្ចឹងបានប៉ុណ្ណាហើយក៏ជូនពរឲ្យក្មេងៗនៅក្នុងមន្ទីរពេទ្យឆាប់បានត្រឡប់ទៅផ្ទះវិញហើយទៅដល់គឺថាស្រីវខ្លួនស្រើតហ្មងបងប្អូនហើយហ្នឹងហើយសុំកុំឲ្យក្មេងៗមិនថាក្មេងថាចាស់កុំឲ្យបងប្អូនខ្មែរយើងជួបរឿងអញ្ចឹងហ្នឹងហើយមានតែប៉ុណ្្នឹងទេបងប្អូនបាទ